គឺនាងជាគ្រូពេទ្យទេវតាពួកវិជ្ជបណ្ឌិតនៅក្រោមបង្គាប់យើងសុទ្ធតែជាអ្នកមានសមត្ថភាពវាមិនមែនជាសិទ្ធិរបស់ឯងដែលមកជន់ឈ្លីសេចក្តីថ្លៃថ្នូររបស់យើងម្ដងហើយម្ដងទៀតនោះទេបន្ទាប់ពីឆ្លងកាត់សមរភូមិជាច្រើនឆ្នាំមកនេះដោយមានស្នាដៃលេចធ្លោទ្រង់គឺជាព្រះរាជបុត្រតែមួយគត់ដែលត្រូវបានតែងតាំងជាស្ដេចប៉ុន្តែបែរជាត្រូវបានជនខិលខូចលីវអានហៅលួចក្បត់ធ្វើឲ្យរងរបួសធ្ងន់ធ្ងររហូតធ្លាក់ខ្លួនពិការនិងបាត់បង់សិទ្ធិប្រកួតប្រជែងព្រះអង្គតើទ្រង់ពិតជាសុខចិត្តទទួលយកវាពិតមែនឬត្រឹមមនុស្សល្ងងខ្លៅដែលត្រូវគេបោកប្រាស់លេងសើចតាមចិត្តដូចជាជីងអានហៅតើមានសិទ្ធិអ្វីមកណែនាំយើងទៅពីព្រោះខ្ញុំម្ចាស់មានគោលដៅដូចគ្នានឹងព្រះអង្គដែរគឺកំចាត់ជីងអានហៅឲ្យស្លាប់តែម្ដងដោយសារតែកូនរបស់វាតើយើងមានហេតុផលអ្វីត្រូវជឿជាក់លើឯងកូននោះមិនមែនជាកូនរបស់គេឡើយចុះឪពុករបស់ក្មេងនោះជាអ្នកណានាងនិយាយថានៅក្នុងវាំងលីងវាងមានវត្ថុតំណាងផ្សេងទៀតមែនទេយកវាមកបង្ហាញយើងភ្លាមឈឺល្បិចកំពេចកំពុកហ៊ានមកសម្ដែងនៅចំពោះមុខយើងផងឯងចង់ងាប់chết rồiហើយមែនទេ Oh my god ឯងចេះក្បួនពេទ្យផង Yes ព្រះអង្គម្ចាស់ខ្ញុំមានជំនឿចិត្តថានឹងជួយឲ្យទ្រង់អាចដើរហើរបានធម្មតាវិញមិនដឹងថាយកលក្ខខណ្ឌនេះធ្វើជាភស្តុតាងនៃភាពស្មោះត្រង់តើអាចក្លាយជាសម្ព័ន្ធមិត្តរបស់ទ្រង់បានដែរឬទេបានយើងផ្ដល់ពេលឲ្យនាងត្រឹមតែមួយធូបសែនប៉ុណ្ណោះបើនាងមិនអាចបញ្ជាក់ពីតម្លៃរបស់នាងបានទេយើងនឹងសម្លាប់នាងដោយផ្ទាល់ដៃបើអញ្ចឹងសូមព្រះអង្គរក្សាពាក្យសន្យាផងអូក្លិនក្រអូបនេះហេតុអ្វីបានជាសាំម្លេះ